បាទជំរាបសួរយើងនឹងបន្តមេរៀនរបស់យើងទៀតយើងដល់ចំណុចទី5នេះយើងនឹងសិក្សាអំពី adverb គឺជាផ្នែកមួយនៃ part of speech ដែរអញ្ចឹងគេថា an adverb is a word that describes a verb an adjective or another adverb គឺជាពាក្យដែលវាពិពណ៌នាអំពីកិរិយាសព្ទអំពីគុណនាមពិពណ៌នាអំពី adverb ដទៃទៀត It tells us how when where how often or to what extent something happen វាប្រាប់យើងអំពីអ្វីដែលកើតឡើងហ្នឹងគឺ how យ៉ាងម៉េចកើតឡើង when ពេលណាកើតឡើង where កន្លែងណាកើតឡើង how often បានវាចង់បង្ហាញពីភាពញឹកញាប់នឹងវាយ៉ាងម៉េចឬក៏ដល់កម្រិតណាអញ្ចឹងយើងមើលគឺថា common adverb ដែលតកតនឹង how វាមានដូចជា quickly carefully គឺតកតនឹង how now yesterday soon តកតនឹង when here there តកតនឹង where always how often never តកតនឹង how often ហ្នឹងហើយ very too quiet តកតនឹង to what extent អញ្ចឹងនេះគឺចង់បង្ហាញពី adverb ដែលយើងដែលវាតកតនឹងដូចជា how when where how often to what extent យើងមើលឧទាហរណ៍ he works carefully នេះគឺជា adverb តែ adverb នេះវាតកតនឹង how ហ្នឹងហើយបានន័យថាវាពិពណ៌នាទៅឲ្យ verb ដែលជាកិរិយាសព្ទអញ្ចឹងនៅក្នុងនេះ he work នឹងយ៉ាងណាគឺមានដោយប្រុងប្រយ័ត្នអញ្ចឹងវាតកតនឹង how អញ្ចឹងវាប្រាប់អំពីថាគាត់ធ្វើការដោយប្រុងប្រយ័ត្ន he always checks his work always គឺជា adverb ដែលតកតនឹង how often អញ្ចឹង he always checks បានន័យថាគាត់ពិនិត្យនឹងគឺពិនិត្យការងាររបស់គាត់ហ្នឹងគឺពិនិត្យជាញឹកញាប់អញ្ចឹងវាបង្ហាញពីភាពញឹកញាប់នៃការត្រួតពិនិត្យការងាររបស់គាត់អញ្ចឹង always ហ្នឹងគឺវា describe a check នេះគេจะ subject តទៀតដោយវា come soon គឺជា adverb ដែលវា describe ទៅឲ្យ come ដោយវា come soon បានថាមកពួកគេនឹងមកដល់ឆាប់នេះតែ soon វាតកតនឹងអានេះ when នេះ adverb when អញ្ចឹងសំទោសដែលតកតង when តកតនឹងថាតើ adverb នឹងវាបង្ហាញប្រាប់យើងថាវានឹងកាត់ឡើងពេលណាគឺបានថាពួកគេនឹងមកឆាប់នេះអញ្ចឹងតកតនឹង when the breeze is very strong the very នេះគឺជា adverb strong នេះគឺជា adjective អញ្ចឹង very នេះគឺវា describe ឲ្យ strong នេះបានថាវា strong ហ្នឹង strong កម្រិតណាអញ្ចឹងវាតកតនឹង to what extent អញ្ចឹងស្ពានហ្នឹងគឺខ្លាំងបានថាតកតនឹងកម្រិតថាវាខ្លាំងប៉ុណ្ណាអញ្ចឹងយើងដាក់ adverb very ពីមុខ adjective មកគឺជា very strong បានថាវា people នេះ strong ហ្នឹងដោយ study here
ដែល here នេះគឺតាក់ទងនឹង where បានថាវាជា adverb ដែលតាក់ទងនឹងកន្លែងណាបានថាបង្ហាញថាពួកគេរៀននៅទីណាគឺរៀននៅទីនេះអញ្ចឹងវា here នេះគឺវា describe ឲ្យ study នេះកិរិយាសព្ទ study នេះអញ្ចឹងវាតាក់ទងនឹង where how ឥឡូវយើងនិយាយអំពី how ដែលតាក់ទងនឹងការប្រើប្រាស់ adverb របស់យើងដដែលហ្នឹងនៅក្នុងនេះគឺអានេះគឺយើងរៀងលម្អិតតិចតាក់ទង how ម៉ែតែបង្ហាញពីអេយ៉ាបតអញ្ចឹងគេថា how does something happen how ហ្នឹងគឺតាក់ទងនឹងតើអ្វីមួយនឹងកើតឡើងយ៉ាងម៉េច tell us the way the action is done អញ្ចឹងអានេះវាយើងបញ្យល់អំពីការប្រើប្រាស់ adverb ដែលវាតាក់ទង how បានថាវាប្រាប់យើងអំពីសកម្មភាពនឹងទៅបានធ្វើយ៉ាងម៉េចឧទាហរណ៍ he speaks clearly ដែល clearly នេះគឺជា adverb វាពិពណ៌នាបានឲ្យ speak អញ្ចឹងនៅក្នុងនេះបានថាគាត់និយាយយ៉ាងច្បាស់អញ្ចឹងវាតាក់ទងនឹង manner ពីថាគាត់និយាយនឹងយ៉ាងម៉េចគឺច្បាស់ she works carefully ណា carefully នេះគឺជា adverb ដែលវាពិពណ៌នាឲ្យ work នេះបង្ហាញតាក់ទងនឹង how does something happen ណាឬក៏ tell us the way the action is done មកប្រាប់ថានាងធ្វើការនឹងយ៉ាងម៉េចតាក់ទង how បាននាងធ្វើការយ៉ាងប្រុងប្រយ័ត្ន the car moves slowly adverb slowly នេះគឺវា describe ឲ្យ move នេះអញ្ចឹងវាបង្ហាញថា move យ៉ាងម៉េចគឺយឺតតាក់ទង how ដែរបានថាបង្ហាញពីដូចជាអេយ៉ាបតឬក៏ប្រាប់ពីតើសកម្មភាពនឹងវាធ្វើយ៉ាងម៉េចបានថា the car move បាន the car move យ៉ាងម៉េច slowly យើងចូលដល់តាក់ទងនឹង when ដង when គឺតាក់ទង time ហ្នឹងគឺក្នុងចំណុចគេថា when does something happen ថាបង្ហាញពីអ្វីមួយកើតឡើងពេលណា tell us the time of the action បង្ហាញពីពេលវេលានៃ action មួយអញ្ចឹងយើងមើលឧទាហរណ៍ she arrived yesterday អញ្ចឹងបង្ហាញថានាងបានមកដល់ពីម្សិលមិញអញ្ចឹង yesterday នេះគឺជា adverb ដែលវាពិពណ៌នាឲ្យ arrive នេះថា arrive ពេលណាគឺ yesterday អញ្ចឹងវាតាក់ទង when we will start soon ណាអានេះក៏តាក់ទង when ដែរវាជា adverb ដែលវាពិពណ៌នាឲ្យ start នេះបានថា we will start ណាអញ្ចឹងយើងមាន adverb នេះគឺវា describe ឲ្យ start នេះមកថាតាក់ទងនឹងបង្ហាញពីអ្វីមួយថាវាកើតឡើងពេលណាអញ្ចឹងបានថាតាក់ទងពេលវេលា we will start soon he study now ក៏ now នេះវា describe ឲ្យ study ដែរអញ្ចឹងគឺជា adverb ដែរដែលតាក់ទង when ថាណា study now តាក់ទងពេលវេលាឥឡូវ where does something happen បានថាបង្ហាញពីអ្វីមួយដែលកើតឡើងកន្លែងណា tell us the place of the action គឺវាប្រាប់អំពីទីកន្លែងនៃ action ហ្នឹងអញ្ចឹងឧទាហរណ៍ the students are waiting outside ណា waiting នេះគឺជាកិរិយាសព្ទ outside ខាងក្រៅអញ្ចឹងយើងឃើញពី adverb ដែល outside នេះយើងដឹងថាវាតាក់ទងនឹង where ហ្នឹងហើយបានថាប្រាប់យើងថា
សិស្សហ្នឹងគឺកំពុងតែឈរនៅខាងក្រៅណាវា describe អំពីនេះកំពុងរងចាំសំទោសមិនមែនឈរកំពុងរងចាំនៅខាងក្រៅណាវា describe ឲ្យពាក្យថា wait នេះ waiting please sit outside សូមអង្គុយខាងក្រៅណាអាហ្នឹងក៏ជា adverb ដែលតកតនឹង where ដែរបើណាវា describe ឲ្យ sit នេះបាទអង្គុយណាអង្គុយនៅខាងក្រៅវាជា adverb ដែលតកតង where តមកទៀតគឺ he looked everywhere he looked everywhere អានេះក៏ជា adverb ដែលតកតងនឹង where ដែរអញ្ចឹងវា describe ឲ្យលោកនេះបាទគាត់មើលគ្រប់ទីកន្លែង everywhere how often តកតង frequency បាទបង្ហាញពីភាពញឹកញាប់ដូចជាគេថា how often does something happen បង្ហាញពីអ្វីមួយដែលកើតឡើងជាញឹកញាប់ tell us the frequency of the action បង្ហាញពីសកម្មភាពដែលកើតឡើងជាញឹកញាប់អញ្ចឹងវាផ្ដោតទៅលើភាពញឹកញាប់ឧទាហរណ៍ she always does her homework នាងតែងតែធ្វើការផ្ទះរបស់នាងអញ្ចឹង always នេះក៏យើងឃើញ always យើងដឹងថាតកតង frequency how often អញ្ចឹងវាជា adverb ដែលវា describe ឲ្យ does នេះយើងចំណែកឯឧទាហរណ៍បន្តទៀតគឺ they often practice English ពួកគេតែងតែអនុវត្តភាសាអង់គ្លេសរបស់ពួកគេអញ្ចឹង often នឹងតកតនឹង how often ដែរវាជា adverb ដែលវា describe practice នេះអញ្ចឹងបង្ហាញពីសកម្មភាពដែលធ្វើជាញឹកញាប់វាប្រាប់យើងថាពីសកម្មភាពដែលតែងតែជាញឹកញាប់បានថាវាពិពណ៌នាថាពិពណ៌នាទៅលើសកម្មភាព practice នេះជាញឹកញាប់ he never arrive late ណាអាហ្នឹងក៏ជា how often ដែរជា frequency ដែរអញ្ចឹងវា describe ឲ្យ arrive នេះ to what extent តកតនឹងកម្រិត how much or how strongly does something happen បង្ហាញពីតើអ្វីមួយកើតឡើងប្រមាណឬក៏ខ្លាំងប៉ុណ្ណាអញ្ចឹងដល់កម្រិតណា tell us the degree of intensity ណាអញ្ចឹងឧទាហរណ៍ the breath is very strong very នេះយើងក៏ឃើញវាតកតនឹងកម្រិតដែរអញ្ចឹង strong ប៉ុណ្ណាគឺខ្លាំងណាស់បើណា very យើងបើថា very ហ្នឹងគឺមកឲ្យពីកម្រិតដែលវាខ្លាំង she is too tired ក៏វាបង្ហាញពីកម្រិតដែរបានហត់ខ្លាំងវា describe ឲ្យ tired the task was quite easy the test វាងាយបានថាវាបង្ហាញពីកម្រិតងាយអញ្ចឹងឲ្យតែឃើញដូចជា very too quiet ហ្នឹងគឺជា adverb ដែលតកតនឹងកម្រិតណាបាទឥឡូវនេះកុំឲ្យវីដេអូយើងវែងពេកខ្ញុំសូមបញ្ចប់តាមនេះសិនយើងនឹងបន្តមេរៀនយើងនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា